មុនងាប់ត្រូវមកមើលប្រាសាទអង្គរវត្តបានម្ដងនេះគឺជាពាក្យសម្ដីអ្នកជិតខាងគាត់និយាយតគ្នាបើនិយាយភាសាខ្មែរឲ្យពីរោះមុននឹងយើងស្លាប់ធ្វើម៉េចត្រូវមកមើលប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរបានម្ដងនៅក្នុងឆាកជីវិតតើបងប្អូនដែលកំពុងតែមើលបានទៅមើលផ្ទាល់ម្ដងឬនៅបើថានៅជាតិនេះមិនបានទៅមើលផ្ទាល់ចាំជាតិក្រោយក៏បាននិយាយលេងទេបងប្អូនបើសិនជាបងប្អូនដែលមិនទាន់បានទៅមើលប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរយើងបានម្ដងទេសូមជូនពរបងប្អូនដែលមានបំណងចង់ទៅមើលប្រាសាទអង្គរវត្តសូមឲ្យបងប្អូនដូចក្តីបំណងជូនពរគេផ្លេចជូនពរខ្លួនឯងសូមជូនពរខ្លួនឯងឲ្យបានទៅមើលប្រាសាទអង្គរវត្តបានម្ដងនៅក្នុងឆាកជីវិតនៅពេលហ្នឹងគឺខ្ញុំនិយាយបន្តអត់ទាន់បានទៅមើលម្ដងទេបងប្អូនខ្ញុំទៅខ្មែរធ្លាប់ជិះឡានកាត់ឃើញតែកំពូលប្រាសាទអង្គរវត្តទេប៉ុន្តែខ្ញុំប្រាប់តាមត្រង់តាមពីកាត់មកដឹងក្តីនៅពេលនេះនៅឡើយអត់ទាន់បានទៅមើលប្រាសាទអង្គរវត្តបានម្ដងដែលបានទៅជន់ទឹកដីប្រាសាទអង្គរវត្តបានម្ដងទេប៉ុន្តែមានមិត្តភក្តិខ្ញុំប្រាប់ថាបើចង់ទៅមើលប្រាសាទអង្គរវត្តកុំបំណងកុំចង់ថាប៉មចង់ទៅគឺអត់បានទៅទេប៉ុន្តែបើថាយើងអត់ប៉មថាចង់ទៅបែរជាយើងបានទៅវិញអាហ្នឹងគឺពិតឬអត់បងប្អូនពេលហ្នឹងគឺចេញមកពីមិត្តភក្តិខ្ញុំគាត់និយាយប្រាប់ក្តីប្រាថ្នាគាត់ចង់ទៅលេងប្រាសាទអង្គរវត្តបំណងប៉មចង់ទៅប៉ុន្តែអត់បានទៅដូចបំណងទេតែថ្ងៃនោះគាត់មិនចង់ទៅប៉ុន្តែសុខបានទៅលេងប្រាសាទអង្គរវត្តតែអញ្ចឹងទៅពាក្យហ្នឹងមិនដឹងថាពិតឬក៏យ៉ាងម៉េចប៉ុន្តែខ្ញុំបំណងចង់ទៅយូរឬក៏ដូចពាក្យដែលមិត្តភក្តិខ្ញុំគាត់និយាយស្រណោះសំឡេងត្រង់លើកឡើងប្រគំសំនឹងសម្ដីច្រៀងលោកកាយបត់ជ្រងនិមន្តយាងប្រគុណម្ចាស់ថ្លៃយាងអស់លោកគ្រូតូចលោកគ្រូធំសូមយាងអបប្របារមីសម្ដេចព្រះមេតបប្រគុណលោកថែរក្សាគ្រប់ភ្នំ